ជារឿយៗយើងតែងតែលើការលើកឡើងពីសំណាក់ប្រជាជនថៃដែលចោទប្រកាន់មកប្រជាជនកម្ពុជារបស់យើងថាជាមនុស្សរមិលគុណដែលភ្លេចគុណបំណាច់នៃការបើកទ្វារជំរំទទួលជនភៀសខ្លួនកាលពីទសវត្សរ៍ឆ្នាំ80ថ្ងៃនេះយើងនឹងលាតត្រដាងការពិតប្រវត្តិសាស្ត្រដែលថៃមិនសូវហ៊ានលើកយកមកនិយាយការពិតជាក់ស្ដែងរដ្ឋាភិបាលថៃនាសម័យនោះមិនបានចេញមុខស្ម័គ្រចិត្តទទួលប្រជាជនខ្មែរដោយក្តីអាណិតអាសូរតាំងពីដំបូងនោះទេផ្ទុយទៅវិញពួកគេថែមទាំងបានព្យាយាមបណ្ដេញនិងរុញច្រានប្រជាជនខ្មែរយើងឲ្យទៅស្លាប់នៅភ្នំដងរ៉ែកដូចដែលយើងបានដឹងរួចមកហើយការដែលថៃព្រមផ្លាស់ប្ដូរចិត្តបើកទ្វារជំរំធំៗដូចជាជំរំខៅអ៊ីដាងគឺកើតឡើងដោយសារតែមានសម្ពាធយ៉ាងធ្ងន់ធ្ងរបំផុតពីសហគមន៍អន្តរជាតិជាពិសេសគឺសហរដ្ឋអាមេរិកក្រោយពេលដែលអ្នកកសែតអន្តរជាតិទម្លាយរឿងរុញខ្មែរទម្លាក់ភ្នំសហរដ្ឋអាមេរិកបានព្រមានកាត់ផ្តាច់ជំនួយយោធានិងសេដ្ឋកិច្ចទាំងអស់ដល់ប្រទេសថៃប្រសិនបើពួកគេមិនព្រមបញ្ឈប់ទង្វើអមនុស្សធម៌ទាំងនោះទេដោយសារតែខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួននិងជំនួយដ៏មហាសាលពីមហាអំណាចទើបថៃបង្ខំចិត្តគោរពតាមបទបញ្ជារបស់អន្តរជាតិរឿងភ្នំខ្មោចឬសោកនាដកម្មរុញទម្លាក់ភ្នំនៅជួរភ្នំដងរ៉ែកកាលពីឆ្នាំ1979នេះមិនមែនជារឿងព្រេងខ្មោចលងដែលគេប្រឌិតឡើងនោះទេក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់និងរន្ធត់បំផុតមួយដែលប្រជាជនខ្មែរយើងរាប់ម៉ឺននាក់បានឆ្លងកាត់ត្រឡប់ទៅមើលទំព័រប្រវត្តិសាស្ត្រមួយដែលស្ទើរតែធ្វើឲ្យពិភពលោកស្រក់ទឹកភ្នែករឿងរ៉ាវដែលបានកើតឡើងនៅពាក់កណ្ដាលខែមិថុនាឆ្នាំ1979នៅពេលដែលប្រជាជនខ្មែរយើងទើបតែងើបពីរបបខ្មែរក្រហមហើយបានខិតខំរត់ភៀសខ្លួនកាត់ព្រៃកាត់ដងអូទៅរកទីទួលសុវត្ថិភាពនៅតាមព្រំដែនប្រទេសថៃកាលនោះជនភៀសខ្លួនខ្មែរជាង40000នាក់ត្រូវបានកងយោធាថៃប្រមូលដាក់រថយន្តក្រុងរាប់រយគ្រឿងទាំងពាក់កណ្ដាលអាត្រិតដោយបោកបញ្ឆោតថានឹងដឹកពួកគេទៅកាន់ជំរំថ្មីមួយដែលមានសុវត្ថិភាពនិងមានលក្ខខណ្ឌរស់នៅល្អជាងមុនប្រជាជនពេលនោះមានសេចក្តីសង្ឃឹមណាស់ចាស់ជរាស្ត្រីមានផ្ទៃពោះនិងកុមារតូចៗបាននាំគ្នារៀបចំអីវ៉ាន់ឡើងឡានដោយស្នាមញញឹមក៏ប៉ុន្តែរថយន្តទាំងនោះមិនបានឆ្ពោះទៅរកជំរំថ្មីដោយការសន្យាឡើយពួកគេបានដឹកប្រជាជនខ្មែរយកទៅទម្លាក់ចោលនៅពាក់កណ្ដាលព្រៃត្រង់ចំណុចជួរភ្នំដងរ៉ៃក្បែរប្រាសាទព្រះវិហារទាំងកណ្ដាលអាត្រិតអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺទាហានថៃបានធ្វើការបាញ់គំរាមនិងភ្ជង់បង្ខំឲ្យបងប្អូនខ្មែរយើងដើរចុះចំណោតភ្នំដ៏ចោតត្រឡប់មកប្រទេសកម្ពុជាវិញទាំងដែលគ្មានស្បៀងអាហារជាប់នឹងខ្លួននៅតាមជម្រាលភ្នំគឺពោពេញទៅដោយចំការមីនដែលសេសសល់ពីសង្គ្រាមអ្នកដែលត្រូវបានគេរុញឲ្យចុះដើរទៅមុនគេត្រូវបានជន់មីនផ្ទុះស្លាប់ចំណែកឯអ្នកដើរទៅបន្តរបួសដាច់ដៃដាច់ជើងយ៉ាងអណោចអធមខណៈអ្នកដែលនៅខាងលើគ្មានជំរើសអ្វីក្រៅពីបន្តដើរចុះទៅរកសេចក្តីស្លាប់សាកសពរាយប៉ាយពាសពេញព្រៃភ្នំរហូតធ្វើឲ្យគេហៅតំបន់នោះថាជាភ្នំមរណៈឬភ្នំខ្មោចទោះបីជាព្រឹត្តិការណ៍នេះធ្វើឡើងយ៉ាងសម្ងាត់ក៏រឿងដ៏សាហាវនេះមិនអាចលាក់បាំងភ្នែកពិភពលោកបានឡើយមន្ត្រីអង្គការសហប្រជាជាតិ UNHCR អ្នកកាសែតបរទេសនិងមន្ត្រីការទូតលោកខាងលិចប្រចាំនៅប្រទេសថៃបានកត់សម្គាល់ឃើញការបាត់ខ្លួនជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់យ៉ាងអាត់កំបាំងត្រឹមតែមួយយប់ជាសំណាងមានជនភៀសខ្លួនដែលមានសំណាងល្អរស់រានមានជីវិតបានលួចវាឡើងភ្នំត្រឡប់មកវិញហើយបាននាំយកដំណឹងដ៏រន្ធត់នេះមកប្រាប់អ្នកកាសែតបរទេសភ្លាមនោះព័ត៌មាននេះបានបែកធ្លាយក៏ក្រើកពេញពិភពលោកអ្នកកាសែតដ៏ល្បីល្បាញម្នាក់ឈ្មោះ Henry Cam របស់កាសែតអាមេរិក The New York Times បានសរសេរអត្ថបទលាតត្រដាងការពិតនេះដោយមានចំណងជើងធំចុះផ្សាយជាបន្តបន្ទាប់ថៃកំពុងបណ្ដេញជនជាតិខ្មែររាប់ម៉ឺននាក់ចេញពីជំរំបន្ទាប់ពីអត្ថបទនិងរូបភាពទំព័រកាសែតទាំងនេះត្រូវបានចុះផ្សាយសហគមន៍អន្តរជាតិមានការតក់ស្លុតយ៉ាងខ្លាំងអង្គការសហប្រជាជាតិឬ UN និងរដ្ឋាភិបាលអាមេរិកមិនអាចឈរអោបដៃមើលបានឡើយក៏បានចេញមុខអន្តរាគមន៍ជាបន្ទាន់ដោយដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលថៃឲ្យបញ្ឈប់ទង្វើដ៏សាហាវឃោរឃៅនេះភ្លាមការដោះស្រាយអង្គការសហប្រជាជាតិបានធានារ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងស្បៀងអាហារទាំងថ្នាំពេទ្យនិងការសាងសង់ជំរំទើបជំរុញឲ្យរដ្ឋាភិបាលថៃព្រមផ្លាស់ប្ដូរមកប្រើគោលនយោបាយបើកទ្វារនិងអនុញ្ញាតឲ្យបង្កើតជំរំធំជាផ្លូវការដូចជាជំរំខៅអ៊ីដាងដើម្បីសង្គ្រោះជីវិតប្រជាជនខ្មែររាប់សែននាក់បន្តទៅទៀតការដែលរំលឹកប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះគឺជាការឈរលើគោលការណ៍ប្រវត្តិសាស្ត្រពិតប្រាកដមួយដែលថៃព្យាយាមលាក់បាំងក្រសែភ្នែកពិភពលោកនិងព្យាយាមកុហកដល់ប្រជាជនខ្លួនថាជាអ្នកមានគុណមកលើកម្ពុជាទាំងដែលខ្លួនបានរងការដាក់សម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពីអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកហើយការដឹងពីការពិតនេះគឺអាចធ្វើឲ្យយើងមិនអាចឈរអោនក្បាលទទួលរងការប្រមាថមើលងាយពីការការពារប្រវត្តិសាស្ត្រពិតរបស់យើងឡើយ។